Bàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលមានវ័យចំណាស់យូរមែនទែនបាទហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរទៅទីតាំងនោះផ្ទាល់តែម្ដងហើយនេះជាសកម្មភាពមួយដែរដែលយើងបានជិះម៉ូតូទៅហើយដោយសារតែផ្លូវវាមានរលាក់បន្តិចគឺកាមេរ៉ារបស់យើងគឺថតនៅរលាក់ហើយនេះក៏យើងបានធ្វើដំណើរទៅតាមផ្លូវហើយយើងក៏បានមកដល់ទីតាំងផងដែរហើយទីតាំងហ្នឹងស្ថិតនៅក្នុងឃុំកំពង់ចាន់ត្បូងបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានថតដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនឲ្យបានស្គាល់នៅទីតាំងប្រវត្តិសាស្ត្រមួយផងដែរដែលស្ថិតនៅក្នុងឃុំកំពង់ចាន់ត្បូងបាទហើយទីតាំងហ្នឹងមានគេហៅថាវត្តក្តីដើមហើយបច្ចុប្បន្នគេដាក់ឈ្មោះវត្តករណីដើមបាទសូមអធិស្ឋានផងហើយទីតាំងហ្នឹងមានឈ្មោះដើមថាវត្តក្តីដើមហើយមានទីតាំងស្ថិតនៅក្បែរស្ទឹងស្ទងត្រង់ភូមិកំពង់ចិនឃុំកំពង់ចិនត្បូងស្រុកស្ទងខេត្តកំពង់ធំបាទហើយមានចម្ងាយប្រមាណ51គីឡូម៉ែត្រភាគខាងលិចទីរួមខេត្តកំពង់ធំបាទហើយជាទីតាំងដែលធ្លាប់មានប្រាសាទចាស់សាងអំពីថ្មឥដ្ឋកាលពីសតវត្សទី11ប៉ុន្តែក្រោយមកទៀតគេបានសាងព្រះវិហារនៅលើគ្រឹះប្រាសាទចាស់ធ្វើឲ្យបាត់បង់រូបរាងទៅហើយបាទនៅបរិវេណវត្តក្តីដើមមានព្រះវិហារបុរាណមួយដែលសាងឡើងនៅគ្រិស្តសករាជ1930ហើយសង់នៅលើខឿនចាស់មួយដែលមានអាយុកាលប្រមាណ100ឆ្នាំជាងមកហើយបាទហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានថតហើយក៏បានបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញនៅទស្សនវិជ្ជានៃព្រះវិហារបុរាណចាស់ដែលកសាងឡើងយូរណាស់មកហើយបាទហើយយើងក៏ធ្វើការបង្ហាញនិងប្រាប់អំពីប្រវត្តិខ្លះៗផងដែរហើយបើសិនជាពុកម៉ែបងប្អូនគាត់ចង់ស្គាល់ចង់មកទស្សនាឬក៏ចង់ដឹងអំពីប្រវត្តិផ្សេងទៀតបងប្អូនអាចអញ្ជើញមកទស្សនាបានហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែថាខ្ញុំនឹងបង្ហាញនៅទស្សនវិជ្ជាដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញនៅព្រះវិហារដែលមានអាយុកាលជិត100ឆ្នាំបើថា100ឆ្នាំជាងបងប្អូនបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយខ្ញុំសូមអរគុណហើយពុកម៉ែបងប្អូនបើចូលចិត្តតាមដានកុំភ្លេចជួយគាំទ្រផងបាទអរគុណច្រើនជម្រាបលា